សម្រាប់យើង Fujitsu scanner យើង send ទៅហើយយើង scan ទៅនេះឲ្យបានអញ្ចឹងដំបូងចុច scan ចុច com export to scanner ហើយពាក្យ yes ហើយរងចាំវាបន្តិចចំនួនរបស់វាគឺចំនួនប៉ុណ្ណឹងឃើញទេចុច OK ហើយចុច file transfer ហើយយកសញ្ញាព្រួយនេះសញ្ញាព្រួយចុះក្រោមនេះបញ្ចេញ same scanner ចូល invoice ដល់ពេលអានេះយកពី invoice វិញចុចពីមកចឹងសួរយើងយកមកយើងចុចបន្តទៀតចុចពី file យកពីសញ្ញាខាងក្រោមនេះអូខេវារត់មកអូខេយក no បើន័យថាលុបអាចាស់បញ្ជូនថ្មីយក yes វាលុបអាចាស់ហើយវាបញ្ជូនថ្មីមកយក no បើថាអាចាស់នៅមានអញ្ចឹងវាបញ្ជូនថ្មីចូលទៅវាជាន់គ្នាអញ្ចឹងយក yes ទៅអូខេតែប៉ុណ្្នឹងទេអញ្ចឹងដល់ពេលហើយយើងឆែកមើលថាវាដើរអត់យើងចូលពាក្យកន្លែងថា price check តោះមកយើងចុចកន្លែងជាហៀងខាងនេះឃើញទេយើងខាងនេះវាជាងហ្នឹងយើងចុចបាញ់វាដាក់ថា barcode not found អញ្ចឹងវិធីសាស្ត្រសម្រាប់វា scan ចេញចំណេញមកបានយើងចូលទៅកន្លែងសម្រាប់បើកវាសិនបើក function វាអូខេកន្លែងបើក function វាយើងចុច move ទៅមកក្តារនេះអូខេយើង move មកខាងក្រៅរុញវាមក port យកពាក្យនេះutility អូខេយកពាក្យនេះណាdata logistics អូខេតោះមកយកពាក្យថា scanner តោះមកយើងយកពាក្យថា symbol technology តោះមកយើងរុញម្ដងមួយយកពាក្យ line EA13 នេះ check វាកន្លែងនេះវាអត់ទាន់បើកអីអញ្ចឹងយើងទៅបើកវា check sum ឃើញពាក្យ check sum ហ៎ចុះបើកមួយមកបើកវាតោះយើង back វាវិញមកចុចសញ្ញា back លើនេះអូខេតោះមកយក8ដូចគ្នាយើងទីទាំងពីរ yes ទីទាំងពីរមក back វិញគេយកច្រឡំនេះបងដែរ back ចុចកន្លែង back វាវិញមកហើយយកពាក្យថា UPCA ធីកវាអាយ៉ា sorry ធីកកន្លែងគេធីកតែអូខេតោះ back វិញ UPCE ជាងកន្លែងនេះយកលើគេហ្នឹងតោះមកយកខាងក្រោមអូខេតែប៉ុណ្្នឹងចប់ហើយតោះមកយើងចង់ដឹងថាវាដើរមិនដើរយើងទៅតេស្តមើលសិនយើងចូលនៅក្នុង software យើងវិញមកហើយយើងបាញ់ scan ចុច price check ចឹងមកហើយយើងបាញ់វាសាកមើលតើវាដើរអត់តែវាមកដូចកន្លែងបតុងនឹងដែរដូចគ្នាបតុងខាងហ្នឹងនេះបតុងនៅលើគេ import ធំហ្នឹងចុចវាមកបាញ់ចឹងយើងចុចទៅបាញ់ទៅឃើញទេលោតតម្លៃមកហើយអញ្ចឹងបើវាមានតម្លៃទេគឺវាចំណេញចេញ error មិញណាពេលយើងដូរអានេះបាក់ function ទៅគឺយើងអាច scan តម្លៃបានហើយអូខេប៉ុណ្្នឹងឯង